4ចំណុចដែលហេដ្ឋារចនាសម្ព័ន្ធសាធារណៈ Digital ជួយដល់ការកសាង Digital រូបនីយកម្មនៅកម្ពុជាស្វាគមន៍សាជាថ្មីមកកាន់គិតបែប Digital របស់គណៈកម្មការសេដ្ឋកិច្ចនិងទូរកិច្ច Digital អ្នកទាំងអស់គ្នាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ Digital បានដើរតួនាទីជាឆ្អឹងខ្នងដល់ការជំរុញ Digital រូបនីយកម្មនៅកម្ពុជាដោយជំរុញនវានុវត្តន៍បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនិងសង្គមវាជួយតភ្ជាប់រវាងរដ្ឋាភិបាលអាជីវកម្មនិងប្រជាពលរដ្ឋឲ្យមានភាពរលូននិងរហ័សតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Digital ដូចនេះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងគ្នាអំពីចំណុចសំខាន់ៗចំនួន4ដែលហេដ្ឋារចនាសម្ព័ន្ធសាធារណៈ Digital ជួយដល់ការកសាង Digital រូបនីយកម្មនៅកម្ពុជាទី1កាត់បន្ថយនីតិវិធីស្មុគស្មាញតាមរយៈឋានៈផ្លាស់ប្ដូរទិន្នន័យ CamDX រាជរដ្ឋាភិបាលបានបង្កើត portal រួមមួយដែលហៅថា Single Portal នៅពេលដែលអ្នកចុះបញ្ជីអាជីវកម្មអ្នកមិនចាំបាច់ទៅកាន់ក្រសួងច្រើនកន្លែងដូចមុនទេទិន្នន័យនឹងត្រូវបញ្ជូនទៅកាន់ក្រសួងពាណិជ្ជកម្មអគ្គនាយកដ្ឋានពន្ធដារក្រសួងការងារនិងបណ្ដុះជីវៈនិងក្រសួងពាក់ព័ន្ធផ្សេងៗដោយស្វ័យប្រវត្តិតែម្ដងឥឡូវនេះ CamDX ក៏កំពុងតែពង្រីកខ្លួនទៅកាន់សេវាសាធារណៈធុរកិច្ចផ្សេងៗទៀតផងដែរទី2បង្កើនទំនុកចិត្តនិងសុវត្ថិភាពកម្មវិធីទូរស័ព្ទដៃ CamDigiKey ជួយឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់សេវាអនឡាញដោយមិនចាំបាច់ចងចាំលេខសម្ងាត់ច្រើននិងការពារបន្លំអត្តសញ្ញាណបាន App តែមួយអាចចូលទៅកាន់សេវាសាធារណៈជាច្រើនបន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងគិតគូរទៅលើការរៀបចំថ្នាលអត្តសញ្ញាណ Digital ទៀតផងដែរទី3បរិញ្ញាប័ន្នហិរញ្ញវត្ថុប្រព័ន្ធបាគងអនុញ្ញាតឲ្យប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងអាចប្រើប្រាស់ប្រព័ន្ធ Digital ដើម្បីទូទាត់ប្រាក់ឬទទួលប្រាក់បានយ៉ាងងាយស្រួលនេះគឺជាសកម្មភាពដែលជួយជំរុញឲ្យអាជីវកម្មខ្នាតតូចឬក៏ SME ហ្នឹងឯងអាចចូលរួមក្នុងសេដ្ឋកិច្ច Digital បានយ៉ាងលឿននិងទី4ការលុបបំបាត់ការក្លែងបន្លំឯកសារ verify.go.kh គឺជាថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលអនុញ្ញាតឲ្យសាធារណជនស្ថាប័នរដ្ឋនិងឯកជនអាចពិនិត្យមើលភាពត្រឹមត្រូវនៃឯកសារតាមរយៈការ scan QR code ដែលមាននៅលើឯកសារទាំងនោះ Verify ជួយសម្រួលដល់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់ឯកសារកាត់បន្ថយការក្លែងបន្លំឯកសារដូចនេះការមាន DPI រឹងមាំមានន័យថាកម្ពុជាបានរៀបចំបរិស្ថានវិនិយោគចូលទីផ្សារល្អជាងមុនកាត់បន្ថយហានិភ័យនិងមានភាពប្រកបប្រជាខ្លាំងជាងមុនផងដែរនិងជាពិសេសគឺអនុញ្ញាតឲ្យប្រព័ន្ធអេកូឡូស៊ីនិងធុរកិច្ចថ្មីលូតលាស់បានយ៉ាងល្អនៅកម្ពុជានៅវីដេអូបន្ទាប់ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីសារៈសំខាន់របស់ DPI ឬក៏ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ Digital នេះជួយអ្វីខ្លះដល់ម្ចាស់អាជីវកម្មដូច្នេះដើម្បីតាមដានវីដេអូបន្ទាប់កុំភ្លេចចុច Follow Like Subscribe បណ្ដាញសង្គមទាំងអស់របស់គណៈកម្មការសេដ្ឋកិច្ចនិងធុរកិច្ច Digital ទាំងអស់គ្នា